ឥឡូវនេះសូមអ្នកទាំងអស់គ្នាមកមើលវេយ្យាករណ៍នៅក្នុងមេរៀនទី12ទាំងអស់គ្នាវេយ្យាករណ៍ទី1គឺទាក់ទងទៅនឹងទម្រង់អតីតកាលរបស់គុណនាមប្រភេទណាឬក៏នាមនៅក្នុងករណីនេះគឺយើងប្រើថា desta ឧទាហរណ៍ Ototoi wa hima deshita ឃ្លានេះមានន័យថាកាលពីម្សិលមិញខ្ញុំទំនេរយើងសូមមកមើលលំហាត់អនុវត្ត A1 និង B1 និង B2 ទាំងអស់គ្នាវេយ្យាករណ៍ទី2គឺទាក់ទងទៅនឹងទម្រង់អតីតកាលរបស់គុណនាមប្រភេទ x ចំពោះគុណនាមប្រភេទ x គឺយើងត្រូវលុប x ចោលរួចហើយបូកទៅនឹង kata des គឺវាបង្ហាញអំពីអតីតកាលរបស់គុណនាមប្រភេទ x ឧទាហរណ៍ Party wa totemo tanoshikatta desu ឃ្លានេះមានន័យថាពិធីជប់លៀងគឺសប្បាយខ្លាំងណាស់អញ្ចឹង tanoshikatta ហ្នឹងគឺមកពាក្យថា tanoshii desu អញ្ចឹង tanoshii គឺជាគុណនាមប្រភេទ x អញ្ចឹងហើយយើងលុប x ចោលបូកនឹង kata ទៅជាអតីតកាលឥឡូវនេះសូមមកមើលលំហាត់អនុវត្ត A1 ហើយនិង B1 និង B2 ទាំងអស់គ្នាវេយ្យាករណ៍ទី3នេះគឺទាក់ទងទៅនឹងទម្រង់បដិសេធក្នុងអតីតកាលរបស់គុណនាមប្រភេទណាហើយនិងនាមអញ្ចឹងករណីនេះគឺយើងប្រើ ja arimasen deshita ឧទាហរណ៍ Kino wa ame ja arimasen deshita ឃ្លានេះមានន័យថាកាលពីម្សិលមិញមេឃមិនបានភ្លៀងទេហើយចំពោះគុណនាមប្រភេទ x វិញនៅក្នុងការបដិសេធអតីតកាលគឺដូចខាងទម្រង់អតីតកាលដែរគឺយើងលុប x ចោលគឺយើងបូកទៅនឹង kunakatta desu ដែល kunakatta desu គឺបង្ហាញពីទម្រង់អតីតកាលរបស់គុណនាមប្រភេទ x ឧទាហរណ៍ Ryori wa amari oishiku nakatta desu ឃ្លានេះមានន័យថាម្ហូបគឺមិនសូវឆ្ងាញ់ប៉ុន្មានទេអញ្ចឹង oishiku nakata មកពីគុណនាម oishi អញ្ចឹងយើងលុប x ចោលបូកទៅនឹង kunakata វាក្លាយទៅជាទម្រង់អតីតកាលបន្ទាប់ពីមើលវេយ្យាករណ៍ខាងលើរួចសូមមើលលំហាត់អនុវត្ត A2 និង B3 ទាំងអស់គ្នាវេយ្យាករណ៍ទី4គឺទាក់ទងទៅនឹងសំណួរដែលសួរថាយ៉ាងម៉េចដែរនៅក្នុងភាសាជប៉ុនយើងប្រើប្រាស់ទម្រង់ do deshita ka ឧទាហរណ៍សំណួរ Party wa do deshita ka ឃ្លានេះមានថាតើពិធីជប់លៀងយ៉ាងម៉េចដែរចម្លើយ Tanoshikatta desu អញ្ចឹងគឺមានន័យថាគឺសប្បាយខ្លាំងណាស់អញ្ចឹងនៅពេលដែលគេសួរ do deshita ka វាបង្ហាញអំពីទម្រង់អតីតកាលអញ្ចឹងពេលដែលយើងឆ្លើយក៏យើងត្រូវតែឆ្លើយទម្រង់អតីតកាលដូចគ្នាដែរអញ្ចឹង Tanoshikatta ហ្នឹងគឺជាទម្រង់អតីតកាលបន្ទាប់ពីមើលវេយ្យាករណ៍ខាងលើរួចសូមអ្នកទាំងអស់គ្នាធ្វើលំហាត់អនុវត្ត B4 ទាំងអស់គ្នាចឹងវេយ្យាករណ៍នៅក្នុងមេរៀននេះសូមបញ្ចប់ត្រឹមនេះហើយសូមរងចាំទស្សនាវេយ្យាករណ៍នៅក្នុងមេរៀនដដែលនេះនៅភាគបន្តទៀតសូមអរគុណ